ដោយសារតែមិនយល់ហ្នឹងហើយបានយើងត្រូវការបន្ថែមនោះមនុស្សកើតមកវាមានបញ្ញាផ្សេងគ្នាក្នុងឋានៈជាប្រសង់ខ្មែរដែលរស់បានដោយសារពុទ្ធបរិស័ទខ្មែរនេះគ្មានហេតុផលសំបីតែបន្តិចដើម្បីបន្តបង្អាប់បរិស័ទខ្លួនឯងឡើយមិនថាអ្នកឯងជាបណ្ឌិតមិនថាអ្នកឯងអ្នកប្រាជ្ញចេះបីដកប្រមាណចេះអដ្ឋកថាប្រមាណរៀនដល់ប្រអិនប្រព្រំណាទេគ្មានហេតុផលទេដើម្បីនឹងបន្តបង្អាប់បរិស័ទរបស់ខ្លួនក្រៅតែអំពីការបន្តបង្អាប់ត្រូវជួយបរិស័ទរបស់យើងព្រះពុទ្ធបរិស័ទរបស់យើងក្តីព្រះសង្ឃរបស់យើងក្តីនឹងមានបញ្ញាបាធីនឹងផ្សេងគ្នាដូចជាករណីមួយញាតិញោមខ្លះកើតមកសំបានប៉ុណ្ណឹងគាត់ដឹងតែព្រឹកឡើងគាត់ដាំបបរប្រគេនលោកថ្ងៃឡើងរៀបចំចង្ហាន់ថ្ងៃត្រង់ឡើងងាកបោះវត្តមកជីវិតធ្វើតែប៉ុណ្ណឹងគ្មានតែចង់ទៅនៅពៀនតាវតឹងតោសសត្វអីទេមិនចង់ដឹងតែលោកគ្រូចារកម្មមានបោឆាន់អត់ចាក់ដឹងតែប៉ុណ្ណឹងដឹងតែឆ្កែវត្តមានបាយស៊ីទេដឹងតែក្មេងវត្តមានបាយហូបនៅដឹងតែប៉ុណ្ណឹងហើយមកជីវិតរបស់បរិស័ទហ្នឹងរស់នៅបដិបត្តិតែកម្រិតប៉ុណ្ណឹងមានហេតុផលអីដែលយើងត្រូវទៅបន្តបង្អាប់គាត់ហើយទៅតសរសើរបរិស័ទអ្នកដតីនោះថាប្រទេសអ្នកដតីនឹងដូចថាព្រះអរហន្តគ្រប់ផ្ទះអញ្ចឹងណាសរសើរកូនណាទៅអស់ហើយមកចំហៀងអាស៊ីនេះនោះកណាដើរខ្ទេចអស់ហើយវាគ្មានអ្នកណាក្រន់បើចឹងណាទេអត់មានទេប្រទេសខ្មែរនឹងមានលក្ខណៈពិសេសរបស់បែបខ្មែរប្រទេសដតីមានលក្ខណៈពិសេសរបស់ប្រទេសដតីតែប្រសងខ្មែរនេះគ្មានហេតុផលដើម្បីនឹងបន្តបង្អាប់ពុទ្ធបរិស័ទខ្លួនឯងឡើយរួមទាំងអ្នកចេះប្រសក់នឹងក៏ដោយអាចារ្យធម្មមេចាយណាក៏ដោយអត់មានទេចាប់ពីថ្ងៃនេះទៅមិនត្រូវបន្តបង្អាប់បរិស័ទខ្លួនឯងទេបើចង់បន្តបង្អាប់ដូរប៉ាសពតឲ្យទៅនៅនោះរកលាសញ្ជាតិទៅខ្មែរមិនអន់ដល់ថ្នាក់ប៉ុណ្ណោះទេត្រូវចាំឲ្យច្បាស់នេះជាចំណុចខ្សោយរបស់ជនជាតិយើងមួយចំនួនឲ្យទៅបានទៅបរទេសបន្តិចមកវិញហ្នឹងខ្មែរហ្នឹងសារ៉ូរម្ដងគឺថាវាអន់ណាស់ណាអន់បារាំងមកស្រុកខ្មែរ100ឆ្នាំមិនដែលកាត់រស់ខ្មែរទេខ្មែរទៅបារាំងទៅ3ខែមកវិញនិយាយខ្មែរលេងច្បាស់នេះជាចំណុចខ្សោយរបស់ជនជាតិយើងកែចេញបើចង់ឲ្យទឹកដីនេះនៅកែទៅនឹងចេញទាំងប្រសង់ទាំងឧបាសកឧបាសិកាដែលជាអ្នកមានអំនួតហើយមើលមកទឹកដីរបស់ខ្លួននឹងថាវាខ្សោយវាអន់វាមិនប្រសើរដោយទឹកដីរបស់បរទេសនោះអ្នកឯងនិយាយភាសាបរទេសល្អប៉ុណ្ណាក៏ដោយអ្នកឯងនៅបរទេសយូរប៉ុណ្ណាក៏ដោយក៏គេមិនដែលចាត់ទុកអ្នកឯងជាជនជាតិគេដែរត្រូវយល់កន្លែងនេះទឹកដីនេះវាជាទឹកដីបទុជនការប្រកាន់ជាតិសាសន៍ជារឿងធម្មតាទេមិនមែនជាពិភពព្រះអរហន្តទេផែនដីនេះបើមិនឆ្លោះដណ្ដើមគ្នាគេយកដីអស់ឡូវហើយត្រូវចាំម្ដងត្រូវចាំកុំឲ្យបានទៅរៀនស្រុកក្រៅបាន3 4ឆ្នាំមកវិញយល់លំនាំបរទេសមកទាំងអស់បាទហ្នឹងបំផ្លាញខ្លួនហើយសូមអស់លោកសពបរោះទាំងអស់ទាំងប្រសង់ទាំងប្រសក់អីទាំងអស់ពិនិត្យរឿងហ្នឹងឲ្យកែកន្លែងហ្នឹងចេញនិស័យហ្នឹងមិនល្អទេកែចេញអញ្ចឹងការដែលបានលៀបនេះប្រគណាជាម្ចាស់ត្រូវគិតអំពីសុខទុក្ខរបស់បរិស័ទយើងសំបីតែញោមយកតបែកមកមួយមកបូជាដល់វត្តមកប្រគេនព្រះសង្ឃគួរមិនអាចកាត់ថ្លៃបានដែរតបែកមួយនោះពោតមកកញ្ច្រែងល្មុតមកថងដៃនោះដែលយកមកបូជាវត្តហ្នឹងមិនមែនជារបស់ដែលកាត់ថ្លៃបានទេហេតុអីដោយសារតែវហូចេញអំពីដួងចិត្តដ៏បរិសុទ្ធរបស់បរិស័ទយើងមានពុទ្ធបរិស័ទយួនណាយកពីហូជីមិញយកមកប្រគេនព្រះអង្គមានបរិស័ទណាមកពីយ៉ាងហ្គូនពីភូមាមកប្រគេនព្រះអង្គមានបរិស័ទណាមកពីបាងកកមកប្រគេនព្រះអង្គវាមានតែញោមទេភូមិថ្នោតទេមិនចឹងលោកចាមិនចឹងណាត្រូវហើយចុះអញ្ចឹងបរិស័ទយើង
ពុទ្ធបរិស័ទចំណោះជើងវត្តគឺជាបុគ្គលដែលលោកម្ចាស់ត្រូវគិតគូរហើយបកូនណាម្ចាស់ប្រសិនណាបើញាតិញោមជុំវិញជើងវត្តយើងនោះឆេះផ្ទះជួបផលលំបាកដោយទុក្ខដោយសោកណាមួយបកូនណាបច្ចៅអធិការប្រសង់សុមេត្តាចូលទៅជួយញោមបើលោកម្ចាស់វាមិនមានអីលទ្ធភាពធំដុំអីទេបានទៅអើតឈ្ងោកអោបរិស័ទអញហើយលោកកើតអីឮថាណោផ្ទះញោមមកញោមមីនោះឆេះខ្ទេចឆេះខ្ទីហើយអញ្ចឹងវត្តអារាមនេះជាទីជំរកហើយចុងក្រោយសូមបករណាយួនលៀបនៅក្នុងវត្តនេះទៅសង្គ្រោះញោមយើងឲ្យលឿនចូលឲ្យលឿនទៅឲ្យរហ័សពីព្រោះព្រះសង្ឃគឺជាទីពឹងទីរលឹករបស់បរិស័ទទាំងផ្លូវធម៌និងក្នុងសង្គមកិច្ចវត្តយើងមិនមែនជាបន្ទុករបស់សង្គមទេវត្តយើងគឺជាមជ្ឈមណ្ឌលដែលជួយសង្គមអញ្ចឹងអ្នកខ្លះដែលមើលឃើញវត្តនឹងវាដូចថាខ្មៅងឹតហ្មងវត្តមិនមែនកន្លែងធ្វើសម្រាប់តម្កល់អ្នកតាទេវត្តគឺជាកន្លែងបណ្ដុះស្មារតីបង្រៀនធម៌រក្សាប្រពៃណីវប្បធម៌និងជាតិនិយមរបស់កម្ពុជាមិនមែនកន្លែងឲ្យប្រយោជន៍ទេណាអស់លោកមួយចំនួនដែលមើលឃើញវត្តនឹងដូចថាវាខ្មៅអញ្ចឹងខណៈដែលគេមើលឃើញអញ្ចឹងវត្តខ្លះដែលគេថានឹងវាត្រូវមែនត្រូវធ្វើបកូនណាម្ចាស់នេះវាហៀនឹងអស់1លាន100000បកូនណាក្តីកណាក្តីមានលុយណាមែនទេយើងរួមមិនបានទេកណាបើសិនជាអត់ញាតិញោមនេះបូជាទេវត្តនេះវិហារនេះមិនអាចកើតឡើងបានឡើយនេះជាគុណបំណាច់របស់បរិស័ទយើងអញ្ចឹងហើយញោមធ្វើឲ្យមិនញោមរើកទេលរើមុងមកដេកក្នុងវិហារនេះណាមានទេតកាត់សីមាឲ្យសង្ឃេសៈទេមៈថ្វាយចំពោះសង្ឃទុកដាក់ខ្ញុំកណាយូរមកម្ដងទេអត់មានទេព្រះអង្គបច្ចៅតិកាសសរវិហារនឹងផុសកណាណាអត់មានទេអស់ច្រើនដាក់ឈ្មោះបន្តិចទៅប៉ុណ្ណឹងទេអញ្ចឹងថ្វាយព្រះអង្គហើយនៅពេលដែលព្រះអង្គនៅពេលដែលញោមរបស់ព្រះអង្គមានទុក្ខព្រះអង្គត្រូវចាកចេញអំពីវត្តទៅចូលជួយញោមវិញណាដែលហើយទៅក៏ទៅសួរណាញោមហើយមានរឿងអីយ៉ាងម៉េចយ៉ាងម៉ាទៅសុខទុក្ខអីទាំងអស់ហ្នឹងនេះជាកិច្ចបដិបត្តិរបស់ពុទ្ធបរិស័ទខ្មែរយើងតាំងពីបុរាណអាចារ្យមកអញ្ចឹងលៀបណាបកូនណាលៀបដែលបានមកដោយប្រសើរហ្នឹងត្រូវចែកកុំទុកបកូនណាអើយកុំទុកអង្គចព្រៃអីហ្នឹងក្មេងដែលកំព្រាស្អីហ្នឹងយកមកចិញ្ចឹមមកហើយប្រសិនណាបើនេះពុទ្ធបរិស័ទយើងណាលះបង់ពុទ្ធបរិស័ទតែម្នាក់ទេលះបង់ព្រះពុទ្ធសាសនាទៅកាន់សាសនាដទៃណាវាស្មើនឹងបាត់បរិស័ទមកជាហៀងវត្តហើយបើខ្ញុំមិនប្រកាន់ពូជសាសខ្ញុំទេពូជសាសខ្ញុំសាសនាខ្ញុំមិននៅទេប្រកាន់នឹងមិនន័យថាអោបកសោបគ្នាខ្ញុំមិនស្អប់ម្នាក់ទេតែខ្ញុំកាន់គ្នាខ្ញុំប្រទេសខ្ញុំប្រពៃណីខ្ញុំសាសនាខ្ញុំកាន់ខ្ញុំរក្សាខ្ញុំអភិបាលហើយបើសិនជាជនជាតិអ្នកឯងមិនប្រកាន់អ្នកឯងធ្វើទៅខ្ញុំប្រកាន់ខ្ញុំរក្សាទុកឲ្យបានព្រោះជាប្រពៃណីរបស់ខ្ញុំឈ្មោះកម្ពុជាទី4សិក្ខានុត្តរិយៈការសិក្សាដ៏ប្រសើរការសិក្សាដ៏ប្រសើរនេះប្រករណាប្រសង់ដែលមាននៅក្នុងវត្តសូមព្រះអង្គបំពុះឲ្យបញ្ជូនទៅរៀនទេណាឲ្យទៅរៀនមានតែការសិក្សារៀនសូត្រមួយនេះទេទើបអាចឲ្យប្រសង់យើងមានតម្លៃឃើញទេលោកម្ចាស់ឃើញទេព្រះអង្គខ្លះហើយបកូនណាបច្ចៅតិកាចឹងដែរទៀនតាមវត្តបំពោះនឹងយកមកបណ្ដោះសិនទេណាឲ្យចេះធម៌យល់ធម៌ឲ្យសិនកុំឲ្យល្ងាចឡើង
មកថ្វាយគុំលោកគ្រូចៅតកាសំបួសអាទិត្យក្រោយបួសបាត់ដល់អ្នកឃើញអ្នកភូមិឃើញអាសក់នោះទៅលួចឆ្កែគេស៊ីថ្ងៃមុនសោះឡូវបួសហើយហ្នឹងហើយទៅថ្វាយគុំមិនទៅព្រះអង្គហើយណែអារឿងហ្នឹងណាប្រគុណណាបច្ចៅតកាណាប្រយ័ត្នច្រើនករណីហើយអាណាលួចម៉ូតូពីណាមកសុំបួសប៉ូលីសតាមចាប់ដេគុណនេះលួចម៉ូតូគេខែមុនណាអេយកទៅវិញហើយណាប្រកេនស្បងហើយកណាយកទៅមនុស្សទេគេទេការសាងភ្នោះនេះណាត្រូវតែប្រយ័ត្នលោកគ្រូចៅតកាកុំឲ្យឃើញតែក្រហមចេះតែចាប់អំពាក់អត់បានទេខូចសាសនាដែលពុទ្ធបរិស័ទអាចលុតចង្គង់អោនក្បាលលើកដៃសំពះក្រាបដល់បាតដីដោយសារតែព្រះអង្គលោកចាត់ទុកដោយសារតែលោកចាត់ទុកភិក្ខុអង្គនោះថាជាអ្នកមានសិលមិនមនុស្សចោលម៉ាស៊ីនអីជាតែមកបួសបានទេអត់ទេណាប្រគូណាគ្រប់វត្តទាំងអស់ឈប់បំបួសមនុស្សអត់បានការខ្វះសម្បទាអាខ្លះញៀនឆ្នាំឈួតមិនឈួតជាចេះតែចាប់បំបួសយូរទៅគេថាអូវត្តលោកមិនដឹងជាស្អីលោកសង្ឃឥឡូវមិនដឹងជា9កន្លះឬ10គុតមិនដឹងជាស្អីយូរអស់តម្លៃទាំងមហារាជវង្សយន្តសេងជាតិទាំងបច្ចៅអត្តកាវត្តថ្នោតព្រះគ្រូវិជារតនវង្សស្អីអៀងសុកនីនេះទាំងអស់ហ្នឹងឯងយល់ទេយើងអ្នកបួសនេះមានតម្លៃមិនមែនដោយសារថ្លៃដោយសារតែកិច្ចបដិបត្តិអញ្ចឹងបើអ្នកអត់យល់ធម៌កុំឲ្យបួសអញ្ចឹងត្រូវជំរុញឲ្យមានការសិក្សាសិក្ខានុត្តរិយៈទី5បរិចរិយានុត្តរិយៈការបម្រើដល់ប្រសើរណែព្រះចៅតកាយើងអ្នកបួសនេះយើងបម្រើមនុស្សលោកណាលោកម្ចាស់ទាំងកណាទាំងលោកម្ចាស់ប្រមាណអង្គ13អង្គក្មេងវត្ត18តែប៉ុណ្្នឹងឯងគ្រួសារ18នាក់ហ្នឹងឯងអូអាត្មានេះ418អង្គក្មេង295រឿងរ៉ាវតាំងពីព្រឹកដល់យប់អត់ចេះចប់ទេគេមកប្តឹងហើយព្រះអង្គហើយលោកណានៅទៅទាញខ្សែភ្លើងគេអាមិនដាច់ឥឡូវទីទៅអាក្មេងនោះវាអាមិនមួយថ្ងៃនឹងអញ្ចឹងបកូនណាប្រសង់ដែលជាអ្នកបម្រើវត្តជាអ្នកដឹកនាំវត្តអារាមបកូនណាយើងជាអ្នកបម្រើមនុស្សលោកថាអញ្ចឹងចោះឲ្យពិរោះស្ដាប់តាមរយៈការបដិបត្តិព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អញ្ចឹងខន្តីការអត់ធ្មត់នឹងបែរជាត្រូវច្រើនហើយសម្រាប់លោកគ្រូចៅតកាចាំបើព្រះអង្គលោកត្រាស់សម្ដែងថាម៉េចខន្តិធិរសង្ករោខន្តិតបោតបស្សណោខន្តិពលិងវិយតៃណាំងព្រះលោកផ្ដាំដល់ភិក្ខុសង្ឃថាខន្តិជាគ្រឿងអលង្ការជាកម្លាំងកណាហើយលោកម្ចាស់មិនជាទីរីករាយរបស់មនុស្សគ្រប់គ្នាទេនៅចំណោះជើងវត្តថ្នោតនឹងប្រកាសជាមានញោមខ្លះមិនសប្បាយចិត្តមិនពេញចិត្តព្រះអង្គសុកនីមិនដឹងធ្វើស្អីទេឃើញធ្វើទៅបុតចុះឡើងហើយប្រកាសជាមានញោមថាអូលោកម្ចាស់សុកនីនឹងល្អណាស់អញ្ចឹងមានតែយកគ្រឿងអលង្ការគឺខន្តីនឹងមកគ្របដណ្ដប់នេះលោកម្ចាស់ត្រំបានយកប៉ុណ្្នឹងណាទេណាហ្នឹងហើយថ្ងៃណាត្រំបានចាំប្រាប់កណាផងទី6អនុសតានុត្តរិយៈការរំលឹកគុណដ៏ប្រសើរក្នុងន័យប្រករណាជាម្ចាស់លោកគ្រូចៅតកាខ្ញុំកណាច្រើនប្រទេសធัวចេះតែចង់ឲ្យបរិស័ទយើងនិងប្រសង់យើងមានភាពជិតស្និទ្ធជាមួយគ្នាកុំឲ្យវត្តដាច់ដោយពីភូមិកុំឲ្យភូមិដាច់ដោយពីវត្តដែលយើងអាចប្រឈមមុខនឹងរឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដ៏ច្រើនក៏អាស្រ័យដោយប្រសង់ហើយនឹងឧបាសកឧបាសិការបស់យើងនឹងលោកជិតស្និទ្ធនឹងគ្នាជិតស្និទ្ធនេះណាស់ភូមិហើយនឹងវត្តនឹងវាតែមួយកុំឲ្យញោមទៅផ្សេងវត្តទៅផ្សេងប្រករណាជាម្ចាស់នៅក្នុងការរលឹកគុណដ៏ប្រសើរនេះពុទ្ធបរិស័ទចាស់នេះដែលលោកបានលះបង់ច្រើនហើយសម្រាប់សាសនាសម្រាប់វត្តអញ្ចឹងលោកគ្រូចៅតការំបីមើលទៅ
ញោមណាតាណាដែលមានបច្ចុប្បន្នច្រើននឹងកុំបំភ្លេចគាត់ពេលគាត់ឈឺគាត់អីនឹងលោកម្ចាស់ទៅរំលឹកគាត់ទៅណាកុំឲ្យស្លាប់ហើយជួនកាលខំជួយវត្តតាំងពី79មកតាំងពីអាយុ40ឥឡូវអាយុ70-90ហើយ50ឆ្នាំហើយក៏ចូលវត្តនឹងពេលឈឺអត់មានអ្នកណាទៅអើទៅស្ងោកទេឈឺដេកផ្ទះនៅលើក្រេនឹងកំសត់យ៉ាងកំសត់ម្នាក់ឯងលោកក៏មិនឃើញទៅអាចារ្យក៏មិនឃើញទៅបានមិត្តភក្តិចាស់ចាស់ដែលសល់ពីងាប់នឹងប្រមាណអ្នកគាត់ទៅចាប់ដៃរួនបន្តិចមិនអើយតាអើយណែអត់ទេណាបកូនណាសាសនាផ្សេងគេប្រកែណាស់មនុស្សឈឺគេចូលទៅជួយព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏អញ្ចឹងដែរទេឃើញទេពេលដែលភិក្ខុគិរីមាននុននឹងពេលដែលភិក្ខុនឹងលោកឈឺព្រះលោកចូលទៅលាងដំបៅព្រោះពេលហ្នឹងភិក្ខុហ្នឹងលោកឈឺអញ្ចឹងភិក្ខុដតីរត់ចោលអស់ទៅឆ្អាបវាឆ្អែសវាស្អុយដល់អញ្ចឹងព្រះលោកស្ដេចលោកយាងទៅលោកលាងដំបៅឲ្យភិក្ខុហ្នឹងចិត្តដែលព្រះឲ្យចិត្តរបស់ពុទ្ធជននៅពេលដែលឃើញព្រះសម្មាសម្ពុទ្ធស្ដេចលោកយាងមកបំរើខ្លួនមកជួយខ្លួនអញ្ចឹងវារំភើបញោមវាដូចថាវារស់ម្ដងទៀតអញ្ចឹងជាកម្លាំងចិត្តអញ្ចឹងយ៉ាងណាមិញកុំឲ្យពុទ្ធបរិស័ទដែលបានលះបង់ពេញមួយជីវិតហើយស្លាប់ឬក៏ឈឺដោយកំសត់ឯកោតែម្នាក់ឯងអញ្ចឹងណាបកូនណាត្រូវមានកម្មវិធីអីចូលទៅជួយញោមយើងណាបើ20ឆ្នាំទៀតអាត្មាមកទេសនាបាត់អស់ប្រហែលពាក់កណ្ដាលសាលាឆាន់ហើយនេះគ្មានតែនៅទេនៅយ៉ាងច្រើនលោកគ្រូចារកាហ្នឹងថានិយាយអញ្ចឹងចុះនិយាយរឿងអញ្ចឹងថាវារឿងពិតចុះបើឥឡូវ80អីមានតែនៅបានមិនទៀត20ឆ្នាំទៀតនោះអញ្ចឹងដោយអំណាចដោយសទ្ធាដ៏ជ្រះថ្លារបស់បរិស័ទយើងដែលបានលះបង់ចំពោះវត្តហើយវត្តត្រូវធ្វើអ្វីមួយយ៉ាងកុំឲ្យពុទ្ធបរិស័ទរបស់យើងនឹងមានភាពឯកោនៅពេលដែលគាត់អសមត្ថភាពទាំងផ្លូវកាយទាំងត្រប់អញ្ចឹងចូលឲ្យបើបកូនណាញោមយើងបើលោកគ្រូចៅតកាពេលឈឺទៅអែលទៅប៉ះសួរមិនអើយញោមអើយព្រះអង្គឲ្យវិញចេះចុះប៉ុណ្ណឹងក៏វាធូរដែរញោមណាកុំឲ្យឃើញមុខញោមពេលតង្គៀសបច្ច័យដល់ចប់បនអត់ស្គាល់អត់ទេណាប្រគុណណាមានតែវិធីអញ្ចឹងទេទើបថាទ្រព្យរបស់បរិស័ទដែលបូជាចំពោះវត្តវានឹងបានជាប្រយោជន៍ពីព្រោះអ្នកនៅក្នុងវត្តនេះព្រះសង្ឃដែលជាអ្នកដឹកនាំវត្តនេះនឹងប្រើប្រាស់ទ្រព្យទាំងអស់ហ្នឹងคล้ายទៅជាប្រយោជន៍នាំទៅកាន់បរិស័ទវិញនាំទាំងធម៌នាំទាំងសង្គមកិច្ចនេះជាអ្វីដែលដូនតារបស់យើងបានធ្វើកន្លងមកសូមអនុមោទនាព្រះករុណាជាម្ចាស់ព្រះសង្ឃគ្រប់ព្រះអង្គណែវិហារនឹងស្អាតណាស់ណាបកូនណាយើងកាត់សីមាហើយប្រើវអស់សាច់ឥឡូវគេថាប្រើវអស់សាច់ប្រើទៅញាតិញោមអ្នកភូមិអញ្ចឹងដែរត្រូវការប្រជុំធម៌អាសិក្ខាវិន័យឬត្រូវការធ្វើអីក្នុងភូមិប្រើប្រាស់ជួបជុំអីយើងប្រើទៅព្រះករុណាជាម្ចាស់គរុផននេះប្រើដោយប្រុងប្រយ័ត្នជាទីបំផុតប្រៀបបានដូចគឺប្រៀបបានដូចជាគេលើកបុគ្គលនឹងទៅតម្កល់នៅលើឋានសួគ៌តែបើភិក្ខុសង្ឃប្រើគរុផននេះមិនប្រកបដោយយកចិត្តទុកដាក់ទេប្រៀបបានដូចគេធាក់ទម្លាក់ទៅក្នុងឋាននរកមានន័យថាម៉េចមានន័យថាប្រើអត់យកចិត្តទុកដាក់ញាតិញោមបញ្ចុះសមាហើយបានតែ3ខែញោមម្ចាស់ទៀននៅទីក្រុងភ្នំពេញឬនៅកណាក្ដីឯងនឹកវិហារវត្តថ្នោតដល់ហើយជិះឡានមកអត់ប្រាប់លោកគ្រូចារកាទេសុំមើលវិហារតិចមិននឹកការបញ្ចុះសមានោះសប្បាយដល់
chụp nhôm mọc nhôm mây na mây khum mây sọc ấy na là ta bạc thuê màu nu sét ta ai priệp hay ấy cái đi ở lông ngô anh tê trâu tê sátភិក្ខុសាមណេរនៅក្នុងវត្តត្រូវតែបោសសម្អាតនៃព្រះវិហារវត្តអារាមនេះកុំណាស់ទេណាកណាឃើញព្រះសង្ឃយើងមួយចំនួនធំនេះខ្ជិលលោកនេះខ្ជិលណាស់និយាយចេះទៅមួយចំនួនច្រើនដែរហ្នឹងមិនច្រើនប្រមាណទេច្រើនដែរហ្នឹងវត្តនោះសិតតែសម្រាមលោក20អង្គក្មេង10នាក់30នាក់ស្មើនឹងច្រើនជាងប៉ូលីសស្រុកទៀតអត់បោះរេក្នុងវត្តឲ្យកាក្រិចអត់ទេហើយបើកន្លែងសឹងនោះលោកអង្គខ្លះអាបាតបិណ្ឌនឹងក៏នៅលើនឹងទៅដោះគោឆៅក៏នៅលើនឹងអាចទៀននោះក៏នៅលើបន្ទប់ដេកនឹងអង្គខ្លះចិញ្ចឹមឆ្កែទៀតឆ្កែក៏ដេកក្នុងបន្ទប់នឹងអញ្ចឹងទៅវាក៏ក្រិចសម្បល់លោកចេញមកដូចគីងគក់អញ្ចឹងមិនជាទីគោរពបូជារបស់បរិស័ទឡើយកុំថាឡើយដល់ទេវតាគោរពនោះសំបីតែអ្នកលក់អ្នកនៅចិត្តហ្នឹងក៏មិនចង់ឃើញហ្នឹងហើយកើតលំោះឲ្យលោកខឹងពេញតែក្បាលពេញតែដៃចុះវាអត់រស់នៅអត់មានអនាម័យនោះណែវត្តយើងណាបកករណាត្រូវរស់ស្អាតបកគោណាមត្រូវការសន្តាគារ5ជាន់6ជាន់ម៉ាស៊ីនត្រជាក់លម្អដូចនៅទីក្រុងភ្នំពេញទេតែរស់នៅស្អាតរស់នៅប្រកបដោយវិន័យដូចបានសម្ដែងទុកនៅក្នុងសិក្ខីវត្តអញ្ចឹងលោកគ្រូចៅតកាគ្រប់ព្រះអង្គសូមបកករណាយកចិត្តទុកដាក់កន្លែងតំណឹងណាបកគោណាកុំឲ្យវត្តយើងមានពាក្យមួយថាងាប់ហើយរៀបចំផ្ទះនេះយូរដូចវត្តលោកហើយគេថាអញ្ចេះមិនដឹងជាបន្ទប់ទឹកនៅណាមិនដឹងកន្លែងណាទទួលភ្ញៀវមិនដឹងកន្លែងណាលោកសឹងមិនដឹងកន្លែងណាព្រះបដិមាអញ្ចឹងត្រូវរៀនប៉ុន្តែឥឡូវនឹងឃើញច្រើនហើយទៅសើបចៅតិកាមួយចំនួនប្រឹងប្រែរៀបចំវត្តឲ្យបានល្អអញ្ចឹងជាចុងក្រោយសូមប្រសិទ្ធពរជ័យមហាប្រសើរប្រកេនលោកគ្រូចៅតកាព្រះគ្រូវិជារតនវង្សសូមព្រះអង្គគង់នៅជាសុខក្នុងភ្នោះបានជាមលុបដ៏ត្រជាក់របស់បរិស័ទមួយលើវិញក៏សូមជូនបុណ្យជូនកុសលចំពោះញោមម្ចាស់ទានទាំងអស់ញោមណាញោមបានបូជាហើយដោយប្រពៃចំពោះព្រះរតនត្រ័យហេតុដូច្នេះហើយកុំចប់ជំពាក់នឹងវិហារនឹងទៀតញោមណាតែវេហើយចប់ហើយកុំមកវិហារកណាទេសសរកណាទេកុំអីញោមណាបូជាហើយក៏ដាច់ស្រឡះទៅនៅលោកគ្រូម៉ៅនេះយកធ្វើអីក៏យកទៅមែនទេណាទុកដាក់សូមបុណ្យកុសលទាំងឡាយដែលកើតអំពីការសាងការថ្វាយសេនាសនៈទានចំពោះបរតនត្រ័យនេះសូមពុទ្ធបរិស័ទទាំងអស់បានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីក្លៀងក្រេតឡើយរីធម្មវិសេសទេសនាដែលសម្ដែងក្នុងវេលាគ្រានេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំង